ក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់បងប្អូនយើងពីរបៀបទាញយកឆាតចាស់ៗត្រឡប់មកវិញបើសិនជាអ្នកនរគ្នាច្រឡំដៃលុបជាមួយនឹងឆាតមួយនឹងហើយវាមានមកជាមួយនឹងឯកសារសំខាន់មិនថារូបថតមិនថាសំឡេងឬមួយក៏វីដេអូផ្សេងៗទេគឺអ្នកនរគ្នាអាចទាញវាយកត្រឡប់មកវិញបានហើយខ្ញុំធ្វើវីដេអូនេះឡើងគឺដោយសារតែមានបងប្រុសម្នាក់គាត់ comment ឲ្យខ្ញុំប្រាប់ពីរបៀប download information ឬមួយក៏ព័ត៌មានផ្សេងៗនៅក្នុង chat messenger នៅពេលដែលយើងច្រឡំដៃលុបអញ្ចឹងណាបងប្អូនទាំងគ្នាអូខេអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាអត់ទាន់ចេះទេតោះទៅចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាហើយកុំភ្លេច share ជាមួយនឹងវីដេអូនេះទុកមកនៅពេលក្រោយទៀតហើយវីដេអូនេះដែរគឺនាំមកជូនអ្នកទាំងគ្នាដោយហាងទូរស័ព្ទដៃ Win Store អញ្ចឹងបើសិនជាបងប្អូនទាំងគ្នាមានតម្រូវការមិនថាទូរស័ព្ទដៃ iPhone Chrome Model Series ទេបងប្អូនទាំងគ្នាអាចទៅរកបានជាមួយនឹងហាងបកគត់គឺមានលក់ជាមួយទូរស័ព្ទដៃ iPhone Chrome Model Series មិនថា iPhone មិនថា iPad មិនថា Samsung ទេគឺគាត់មានគ្រប់ជម្រើសតែម្ដងមិនតែប៉ុណ្ណោះហាងបកគត់គឺមានគ្រប់សេវាកម្មទៀតមិនថាទិញដាច់វាយដូរឬមួយក៏បោះរំលោះទេគឺមានគ្រប់ជូនបងប្អូនទាំងគ្នាតែម្ដងអញ្ចឹងកុំភ្លេចឆែកសម្រាប់ page គឺខ្ញុំបានដាក់នៅខាងលើ description អញ្ចឹងដំបូងខ្ញុំសូមចូលទៅ chat messenger ហើយបន្តមកទៀតខ្ញុំចង់ធ្វើការលុបទៅលើមិត្តភ័ក្តិណាមួយដែលខ្ញុំចង់លុបឬមួយក៏យើងច្រឡំដៃលុបអញ្ចឹងអ្នកនរគ្នាខ្ញុំចុចលុបអញ្ចឹងមកអូខេបន្តមកទៀតគឺយើងត្រូវការ download information ឬមួយក៏ព័ត៌មានផ្សេងៗដែលយើងបាន chat ជាមួយនឹងគាត់អញ្ចឹងណាឥឡូវយើងចូលទៅក្នុង account Facebook យើងចូលមក Facebook អញ្ចឹងហើយយើងចុចទៅលើពាក្យថា setting and privacy ហើយយើងចុចទៅលើពាក្យថា setting ចូលមកដល់ចំណុចត្រង់កន្លែងនេះគឺអ្នកនរគ្នាអាច search បានយើង search ជាមួយនឹងពាក្យថា download information DOWN អូខេអ្នកនរគ្នាអាច search ជាមួយនឹងពាក្យថា download your information បន្តមកទៀតគឺអ្នកនរគ្នាចុចមកលើពាក្យហ្នឹងមកហើយវានឹងនាំយើងចូលមកដល់ចំណុចត្រង់កន្លែងនេះតែម្ដងអញ្ចឹងប្រសិនបើបងប្អូនទាំងគ្នាចង់ download ទៅលើព័ត៌មានផ្សេងៗមិនថា account Facebook ឬមួយក៏ chat messenger ទេគឺយើងអាច download បានទាំងអស់តែម្ដងអញ្ចឹងពេលដែលចូលដល់ចំណុចត្រង់កន្លែងនេះគឺអ្នកនរគ្នាចុចទៅលើពាក្យថា download or transfer information ហើយបន្តមកទៀតកន្លែងនេះគឺវាមានពីរវាមាន Instagram ហើយនិង account Facebook របស់យើងហើយយើង select ទៅលើពាក្យថា profile account Facebook របស់យើងអ្នកនរគ្នាយើងចុចមកហើយយើងចុច next ទៅមុខទៀតបន្តមកទៀតចូលមកដល់ចំណុចត្រង់កន្លែងនេះគឺអ្នកនរគ្នា select ទៅលើខាងក្រោមពេលដែលចូលមកដល់ខាងក្នុងនេះគឺអ្នកនរគ្នាប្រកាសជាបានឃើញហើយគឺមាន message ឬមួយក៏ post ផ្សេងៗហើយអ្នកនរគ្នាចង់ download ទៅលើ message គឺយើង select ទៅលើ message មកហើយយើងចុចពាក្យថា next អូខេបន្តមកទៀតគឺអ្នកនរគ្នា select ទៅលើខាងលើគឺពាក្យថា download អូខេចូលមកដល់ចំណុចត្រង់កន្លែងនេះគឺអ្នកនរគ្នាត្រូវតែបំពេញជាមួយនឹងព័ត៌មានខ្លះៗហើយសម្រាប់ Facebook របស់ខ្ញុំគឺខ្ញុំបានធ្វើការបំពេញឬជាការស្រេចឲ្យពេលដែលយើងធ្វើការបង្កើតគឺយើងបានដាក់ជាមួយនឹង email ឬមួយក៏ព័ត៌មានផ្សេងៗបន្ថែមទៀតអញ្ចឹងណាពេលដែលចូលមកដល់ចំណុចកន្លែងនេះគឺអ្នកនរគ្នា select ទី1គឺទៅលើ date rank យើងចុចលើនឹងមកយើងធ្វើការ download រយៈពេលប្រហែលថ្ងៃមួយសប្តាហ៍ពីរសប្តាហ៍ឬមួយក៏គ្រប់ពេលតែម្ដងគឺអ្នកនរគ្នា select យកខាងក្រោមហើយសម្រាប់ខ្ញុំគឺសូមយកពាក្យថា last week ហើយបន្តមកទៀតគឺយើងចុច next មកចុច save ហើយនៅខាងក្រោមនេះគឺពាក្យថា notify អញ្ចឹងបើសិនជាអ្នកនរគ្នាចូលមកដល់ចំណុចកន្លែង notify ហ្នឹងហើយគឺអ្នកនរគ្នាអាចធ្វើការបំពេញ email ឬមួយក៏ Gmail ដែលយើងបានបង្កើតជាមួយនឹង Play Store អីហ្នឹងបងប្អូនទាំងគ្នាហើយបើសិនជាវា load select បែបនេះតែម្ដងគឺបានន័យថាវាអត់ឲ្យយើងធ្វើការបំពេញដោយការវាយបញ្ចូលទេគឺអ្នកនរគ្នាអាចចេញទៅខាងក្រៅវិញដើម្បីបំពេញឬមួយក៏ភ្ជាប់ជាមួយនឹង email សិនប៉ុន្តែឥឡូវគឺប៉ុណ្នេះខ្ញុំសូមប្រាប់តែប៉ុណ្នេះសិនហើយចាំខ្ញុំថយទៅក្រៅវិញដើម្បីបំពេញ email អញ្ចឹងណាអូខេពេលដែលចូលបំពេញកន្លែងនេះរួចរាល់អស់ហើយខាងក្រោមគេនេះគឺមានពាក្យថា medium quality បើសិនជាអ្នកនរគ្នាចង់បានរូបភាពចង់បានវីដេអូនឹងច្បាស់អ្នកនរគ្នា select ទៅលើ high quality មកហើយសម្រាប់ខ្ញុំគឺខ្ញុំសូមយក low quality បានដែរដោយសារតែខ្ញុំចង់ test សាកល្បងជូនបងប្អូនយើងបន្តមកទៀតគឺអ្នកនរគ្នាចុចទៅលើពាក្យថា create file ហើយវានឹង load download ឲ្យយើងអ្នកនរគ្នាបន្ទាប់ពីបងប្អូនទាំងគ្នាចុចទៅលើពាក្យថា create file ហើយគឺវានឹងបានមកនៅចំណុចត្រង់កន្លែងនេះគឺគេដាក់ថាយើងបានធ្វើការ request ឬក៏ធ្វើការស្នើសុំcome back ជាមួយនឹងព័ត៌មានដែលយើងបានលុបចោលនៅលើ chat messenger របស់យើងហ្នឹងឲ្យត្រឡប់មកវិញអញ្ចឹងពេលដែលយើងចូល request ប៉ុណ្ណឹងហើយបែបនេះហើយគឺយើងរងចាំឲ្យក្រុមហ៊ុន Facebook គេ approve ឲ្យយើងសិនមកអ្នកនរគ្នាពេលដែល approve ហើយគឺវានឹង load download ហើយចូលទៅក្នុង folder ពាក្យថា fileអញ្ចឹងបន្ទាប់ពី24ម៉ោងមកគឺ Facebook បាន load alert ឲ្យយើងចូលទៅ download ក៏ដូចជាចូលទៅឆែកមើលបានអូខេអញ្ចឹងបន្ទាប់ពីម្សិលមិញការពីម្សិលមិញស្មើហ្នឹងគឺខ្ញុំបានធ្វើការ request ឬមួយក៏ដាក់ស្នើទៅខាងក្រុមហ៊ុន Facebook ហ្នឹងហើយសម្រាប់ថ្ងៃនេះគឺគេបានផ្ដល់ព័ត៌មានឲ្យយើងវិញហើយអ្នកនរគ្នាចូលទៅមើលនៅក្នុង account Facebook របស់បងប្អូនមកហើយបន្តមកទៀតបងប្អូនយើងមើលត្រង់កន្លែង notification ហ្នឹងគឺគេបានដាក់ថា
the file ដែលយើងបាន request ការពីម្សិលមិញហ្នឹងគឺបាន download រួចរាល់ហើយអញ្ចឹងអ្នកនរគ្នាអាចចុចទៅលើហ្នឹងទៅឬមួយក៏អ្នកនរគ្នាចូលទៅកន្លែង menu ដដែលហើយអ្នកនរគ្នាចុចទៅកន្លែង setting យើង search ពាក្យថា download ហ្នឹងដដែលមកអូខេយើងចុចចូលមកបន្តមកទៀតគឺវានឹងនាំយើងចូលទៅដល់ខាងក្នុងហ្នឹងហើយអូខេអញ្ចឹងពេលដែលអ្នកនរគ្នាចូលមកដល់ចំណុចត្រង់កន្លែងនេះបន្ទាប់ពីយើង request រួចរាល់ហើយអ្នកនរគ្នានឹងបានឃើញប៊ូតុងមួយដែលគេឲ្យយើងធ្វើការ download វាមានទំហំ 13 MB ខ្ញុំចុច download មកហើយកន្លែងនេះគឺគេតម្រូវឲ្យយើងវាយជាមួយនឹងលេខកូដ account Facebook របស់យើងចូលទៅអ្នកនរគ្នាដើម្បីបញ្ជាក់ថាការ download ហ្នឹងចេញពីម្ចាស់ដើមផ្ទាល់ឬមួយក៏អត់អញ្ចឹងណាអញ្ចឹងបងប្អូនអ្នកគ្នាវាយលេខកូដ account Facebook របស់បងប្អូនចូលមកបន្ទាប់ពីបងប្អូនទាំងគ្នាវាយលេខកូដចូលហើយចុចទៅលើពាក្យថា continue មកបន្តមកទៀតទៅលើ file មួយហ្នឹងគឺវានឹង load download ឲ្យយើង auto អ្នកទាំងគ្នាយើងគ្រាន់តែ select download មកអូខេកន្លែងនេះគឺគេដាក់ឲ្យយើង follow អីផ្សេងៗឬមួយក៏ចូលទៅក្នុង account អីផ្សេងចឹងយើងមិនបាច់ចុចចូលទេអ្នកទាំងគ្នាចុចខ្វែងមកអូខេហើយយើងចូលមកលើកន្លែង download របស់យើងចូលទៅមើលនេះគឺ file zip អ្នកទាំងគ្នាឬមួយក៏អ្នកទាំងគ្នាមិនចាំបាច់ចូលលើហ្នឹងអ្នកទាំងគ្នាចូលទៅលើពាក្យថា file ដោយដែលបងប្អូនយើងបានបង្ហាញហ្នឹងយើងចុចទៅលើពាក្យថា file ហ្នឹងមកបន្តមកទៀតគឺអ្នកទាំងគ្នាមករកជាមួយនឹងពាក្យថា download ហើយអ្នកទាំងគ្នានឹងបានឃើញហើយគឺ Facebook zip វាជា file zip អ្នកទាំងគ្នាអាចធ្វើការ export វាមកយើងសកលឲ្យជាប់បន្តមកទៀតគឺអ្នកទាំងគ្នាចុចកន្លែងនេះមកនេះវានឹងធ្វើការ export ទៅជា folder មួយអ្នកទាំងគ្នាហើយយើងចុចមកលើហ្នឹងមកបន្តមកទៀតគឺអ្នកនរគ្នាចូលមើលទៅលើ account messenger នេះគឺមានច្រើនមែនតើហើយអ្នកនរគ្នាអាចធ្វើការ select មើលតាមនឹងទៅមើលទៅលើថា chat មួយណាដែលអ្នកនរគ្នាបានលុបចោលហើយអ្នកនរគ្នាចង់ទៅយកឬមួយក៏ចង់ទៅមើលព័ត៌មាននឹងឡើងវិញគឺអ្នកនរគ្នាអាច select រកមើលវិញបានដោយខ្លួនឯងអូខេអញ្ចឹងទៅលើការចែករំលែករបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយវីដេអូមួយនេះគឺចំណាយពេលដល់ទៅ2ថ្ងៃអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នាជួយចុច like ឬចុច share ហើយ complete follow page ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ YouTube complete subscribe ដាក់រូបកណ្ដឹងហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ